តាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកមើលត្រង់របស់ខ្ញុំដែលទៅតែធ្វើការសម្អាតហើយគឺទៅតែប្រមូលអង្កាមដែលលាយជាមួយនឹងលីមួកមាន់គឺយើងអត់យកវាទុកចោលទេគឺយើងយកវាទៅបាចស្រែសម្រាប់ថ្ងៃនេះខ្ញុំចង់មកបង្ហាញនេះបងប្អូនអានេះគឺមានត្រង់សម្រាប់កូនមាន់ដែលរៀងត្រូវហើយកូនមាន់នេះគឺត្រូវហើយគឺយើងមានត្រង់មួយហើយសម្រាប់កូនមាន់ដែលរៀងនៅទូចគឺយើងមានត្រង់មួយដែរសម្រាប់ថ្ងៃនេះគឺកូនមាន់ងាប់អស់មួយមាន់នេះគឺស្លាប់ដោយសារតែវាជន់គ្នាទេបងប្អូនយើងឲ្យវានៅរួមគ្នាតែពេលខ្លះវារត់ជន់គ្នាទៅក៏វាស្លាប់ទៅហើយសម្រាប់ត្រង់គឺយើងធ្វើការសម្អាតហើយនឹងសម្លាប់ដោយថ្នាំសម្លាប់មេរោគនេះគឺជាថ្នាំសម្លាប់មេរោគប្រភេទទឹកដែលយើងអាចយកមកប្រើនៅក្នុងត្រង់គ្រប់សត្វទាំងអស់បងប្អូនមិនថាបងប្អូនចិញ្ចឹមជ្រូកចិញ្ចឹមមាន់ទាគោក្របីទេបងប្អូនអាចយកមកប្រើបានគឺយើងបាញ់មួយសប្តាហ៍ម្ដងតែបើសិនជាសត្វរបស់យើងឈឺគឺយើងបាញ់រៀងញយដងអញ្ចឹងណា